សួស្តីមិត្តតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាតម្លៃ RAM ក្នុងទីផ្សារកំពុងឡើងថ្លៃខ្លាំងម្ល៉េះហើយហេតុអ្វីបានជា AI ត្រូវការថាមពលអគ្គិសនីច្រើនដូចនឹងប្រទេសទាំងមូលកាលពី2ថ្ងៃមុននេះមានរបាយការណ៍មួយបានបង្ហើបថា AI កំពុងធ្វើឲ្យតម្លៃ DRM នៅតែខ្ពស់ហើយអង្គការសហប្រជាជាតិក៏បានចេញរបាយការណ៍មួយកាលពីខែមិថុនា2026ព្រមមានពីផលប៉ះពាល់បរិស្ថានដ៏ធំសម្បើមរបស់ AI ថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាតោះទៅចូលនិយាយពី RAM សិនអ្នករាល់គ្នាដឹងទេថា AI កំពុងស៊ី RAM ច្រើនជាងអ្វីដែលយើងនឹកស្មានដល់បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាធំកំពុងប្រណាំងសាងសង់ data center រាប់រយកន្លែងដើម្បីដំណើរការ AI ហើយអ្វីដែលពួកគេត្រូវការច្រើនជាងគេនោះគឺ High Bandwidth Memory HBM ដែលជា RAM ល្បឿនលឿនប្រើសម្រាប់ GPU AI យោងតាមរបាយការណ៍ពី Yahoo Finance កាលពី2ថ្ងៃមុនព្រីមស HBM នឹងស៊ីចំណែក 30% នៃសមត្ថភាពផលិត DRAM wafer សរុបនៅឆ្នាំ2027ហើយការផ្គត់ផ្គង់អាចបំពេញតម្រូវការបានត្រឹមតែ 60% ប៉ុណ្ណោះនេះមានន័យថាការផលិត HBM កំពុងដណ្ដើមយករោងចក្រផលិតបន្ទះ chip ដែលធ្លាប់ផលិត DDR5 RAM ធម្មតាសម្រាប់កុំព្យូទ័រយើងពេលផលិត HBM ច្រើនការផលិត RAM ធម្មតាក៏តិចទៅតម្លៃក៏ឡើងថ្លៃមានក្រុមហ៊ុនវិនិយោគថែមទាំងហៅ memory ថាជាកាករបស់ដបនៃបដិវត្ត AI ទៀតផងឥឡូវសូមនិយាយពីថាមពលអគ្គិសនីនេះជាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃទី4ខែមិថុនា2026អង្គការសហប្រជាជាតិ UN បានចេញរបាយការណ៍មួយបង្ហាញថា data center ទាំងអស់នៅលើពិភពលោកអាចនឹងស៊ីភ្លើងដល់ទៅ945,000 លានគីឡូវ៉ាត់ម៉ោង terawatt hours ក្នុងមួយឆ្នាំនៅឆ្នាំ2030លេខកណ្ដាលសារ Sovereignty College នេះធំប៉ុណ្ណាវាស្ទើរតែស្មើនឹងការប្រើប្រាស់អគ្គិសនីសរុបរបស់ប្រទេសប៉ាគីស្ថានបង់ក្លាដេសនិងនីហ្សេរីយ៉ាបូកបញ្ចូលគ្នាប្រទេសទាំង3នេះមានប្រជាជនសរុបជាង650លាននាក់ហើយទីភ្នាក់ងារព័ត៌មានថាមពលអាមេរិកគេក៏បានចេញរបាយការណ៍កាលពីខែឧសភា2026ថា server នៅក្នុង data center តែម្នាក់ឯងបានប្រើប្រាស់ 7% នៃអគ្គិសនីពាណិជ្ជកម្មសរុបរបស់អាមេរិកក្នុងឆ្នាំ2025ហើយតួលេខនេះនឹងកើនដល់ 22-33% នៅឆ្នាំ2050តោះមកមើលកម្រិត hardware វិញយោងតាមរបាយការណ៍ពីខែមិថុនា2026ស្ដីពី power constraints នៃ data center AI NVIDIA H100 មួយគ្រាប់ស៊ីភ្លើងចំ200វ៉ាត់បើមាន8គ្រាប់ក្នុងម៉ាស៊ីនតែមួយ8 GPU node វាស៊ីភ្លើង 10.1 kW ស្រមៃមើល data center ធំមួយមាន GPU 1000គ្រាប់ត្រូវការថាមពល 1.16 MW ជាប្រចាំនេះរាប់បញ្ចូលទាំងប្រព័ន្ធត្រជាក់ផងអ្នកជំនាញនៅ Gartner ព្យាករណ៍ថា 40% នៃ data center AI នឹងប្រឈមនឹងបញ្ហាខ្វះថាមពលនៅឆ្នាំ2027ពេលវេលារងចាំការអនុម័តតភ្ជាប់បណ្ដាញអគ្គិសនីសម្រាប់ data center ថ្មីនៅអាមេរិកអាចចំណាយពេល 3-7 ឆ្នាំសរុបមក AI កំពុងផ្លាស់ប្ដូរទីផ្សារ hardware និងប្រើប្រាស់ថាមពលយ៉ាងច្រើនចង់ដឹងបន្ថែមទេចុច follow ដើម្បីកុំឲ្យខកខានវីដេអូបន្ទាប់